ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ធ្លាប់តែឃើញការច្រៀងការរ៉េបតាមប្រព័ន្ធ social media កម្មវិធីផ្សេងឥឡូវក្នុងថ្ងៃនេះខ្ញុំមាននៅរាងសង់ទេដែលជាអ្នកជំនាញជួយព្យាបាលនៅបញ្ហាតម្រងនោមគ្រោះតម្រងនោមរលាកតម្រងនោមនោមមកឈួលនោមមកក្តៅក្រហល់កាហាយពិបាកបត់ជើងនោមមកញឹកបាទបញ្ហានៅលើប្រព័ន្ធតម្រងនោមទាំងអស់នេះគឺលែងជាបញ្ហាសម្រាប់បងប្អូនហើយយើងមានរាងសង់ជាឱសថធម្មជាតិដែលនាំចូលមកពីប្រទេសបារាំងជួយព្យាបាលនៅបញ្ហាតម្រងនោមបាទពុកម៉ែបងប្អូនដែលមានបញ្ហាតម្រងនោមប្រកបណាស់ពិតជាពិបាកបត់ដៃបត់ជើងនោមញឹកនិយាយរួមទៅធុញជាមួយនឹងការនោមហ្មងធ្វើការក៏ពិបាកយើងទៅណាមកណីជិះឡានឆ្ងាយហ្នឹងក៏ពិបាកបាទនោមញឹកមែនទែនអញ្ចឹងមិនថាខ្ញុំបាទឬក៏ពុកម៉ែបងប្អូនផ្សេងដែលអ្នកចូលចិត្តញ៉ាំនៅគ្រឿងកំប៉ុងដូចជាប៊ីយ៉ាដូចជាគ្រឿងផ្អែមបាទពិសេសហ្នឹងគឺអ្នកសិល្បៈតារាចម្រៀងក៏ដូចជាសិល្បៈផ្សេងដែលធ្វើការនៅក្នុងហាងគឺប្រឈមមុខដោយសារយើងញ៉ាំយើងហូបរាល់ថ្ងៃបាទទៅតាមកម្ពុជាផ្សេងដូចជាភោជនីយដ្ឋានកម្មវិធីផ្សេងផាប់ឬក៏បៀកាឌិនអីចឹងទៅបាទបញ្ហាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយើងប៉ះពាល់ដល់តម្រងនោមរបស់យើងបាទអញ្ចឹងបើសិនជាពុកម៉ែមានបញ្ហាពុកម៉ែបងប្អូនដែលមានបញ្ហារឿងតម្រងនោមដូចជានោមញឹកនោមពិបាកនោមហើយនោមទៀតយប់ឡើងដេកអត់បានសម្រានមិនលក់ក៏ដូចជាធ្វើការពិបាកនៅក្នុងការធ្វើការនិយាយរួមទៅនោមញឹកនោះគឺយើងទៅធ្វើការឡៃណាក៏ពិបាកដែរបាទអញ្ចឹងអ្វីដែលចង់បញ្ជាក់ជូនបងប្អូនគឺរាងសង់ទេនេះគឺជាអ្នកជំនាញដែលជួយការពារនៅផ្នែកតម្រងនោមទោះបីជាតម្រងនោមយើងកំពុងតែមានបញ្ហាតិចឬក៏ច្រើនយើងត្រូវតែព្យាបាលហើយនេះបាទហើយដូចជាក់ស្ដែងខ្ញុំបានញ៉ាំរយៈពេលខ្លីនេះក៏ប៉ុន្តែទទួលបាននៅប្រសិទ្ធភាពបាទទទួលបាននៅប្រសិទ្ធភាពនៅក្នុងការនោមការអីទៅវាយើងស្រួលជាងមុនបាទខ្ញុំទៅញ៉ាំបាន2ថ្ងៃ3ថ្ងៃឥឡូវចេះបញ្ជាក់ជូនបងប្អូនតិចជាមួយនឹងរាងសង់ទេនេះគឺយើងញ៉ាំក្នុងមួយថ្ងៃតែ2ដងទេព្រឹកម្ដងល្ងាចម្ដងក៏ប៉ុន្តែក្រោយបាយ15នាទីឥឡូវការញ៉ាំអត់ពិបាកទេបងប្អូនយើងដកអញ្ចឹងហើយយើងញ៉ាំបាទញ៉ាំក្រោយបាយ15នាទីបាទជួយព្យាបាលជួយការពារនៅបញ្ហាតម្រងនោមទាំងអស់ហ្នឹងបាទហើយអ្វីដែលចង់ចាក់ច្បាស់បងប្អូនកុំភ្លេចតំណាក់តាក់ទងមកកាន់វីដេអូខាងលើនេះក៏ដូចជាលេខទូរស័ព្ទដើម្បីទទួលយកនៅការពារថែរក្សានឹងបញ្ហាតម្រងនោមលែងជាបញ្ហាសម្រាប់ពុកម៉ែបងប្អូន